រាជរដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុនផលិតជនក្នុងស្រុកដើម្បីផលិតជននិងដឹកកម្មករនយោជិកថ្មីរាជរដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុនផលិតជនក្នុងស្រុកដើម្បីផលិតជននិងដឹកកម្មករនយោជិកថ្មីដែលមានលក្ខណៈសមស្របតាមបច្ចេកទេសនិងសុវត្ថិភាពជាងមុននេះបើតាមការបញ្ជារបស់លោកខេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកខេងសួរបានបញ្ជាក់បែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី139នីតិវិទ្យាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2025ក្រុមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅមណ្ឌលសន្តិបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា OCIC នាព្រឹកថ្ងៃទី27ខែមេសាឆ្នាំ2025លោកខេងសួរបានបញ្ជាក់ដូចនេះថាបានស្វែងរកក្រជនផ្លាស់ប្ដូរជាបណ្ដានាំមធ្យោបាយដឹកជញ្ជូនកម្មករនយោជិកដែលស្របតាមបទដ្ឋាននិងផាសុកភាពជាងមុនដោយបានសហការជាមួយក្រុមហ៊ុនផលិតជននៅក្នុងស្រុកដើម្បីផលិតជនដឹកកម្មករនយោជិកថ្មីដែលមានលក្ខណៈសមស្របតាមបច្ចេកទេសនិងមានសុវត្ថិភាពជាងមុនបើតាមលោកខេងសួររថយន្តដឹកកម្មករថ្មីដែលឆ្នៃឡើងខាងមុខនេះនឹងផ្ទុកកម្មករនយោជិកបានចំនួន32នាក់ហើយក្រសួងនឹងឆ្លងលក្ខណៈបច្ចេកទេសហើយពិភាក្សាជាមួយដៃគូពាក់ព័ន្ធដទៃទៀតដើម្បីធានាថាការដាក់ចេញនូវរថយន្តថ្មីនេះគឺអាចទទួលយកបានទាំងតម្លៃទាំងយន្តការសហរណកម្មនិងអាចទទួលយកបានពីកម្មករនយោជិកនិងអ្នកបើកបររថយន្តផងដែរ